ស្វែងយល់អំពីប្រទេសទូមេនីស្ថានទូមេនីស្ថានគឺជាប្រទេសមួយដែលស្ថិតនៅតំបន់អាស៊ីកណ្ដាលប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសកាហ្សាក់ស្ថាននៅភាគពាយ័ព្យប្រទេសអូបេគីស្ថានស្ថិតនៅភាគខាងជើងខាងកើតនិងភាគឦសានជួបប្រទេសអាហ្វហ្គានីស្ថានស្ថិតនៅភាគអាគ្នេយ៍អ៊ីរ៉ង់នៅភាគខាងត្បូងនិងភាគនិរតីនិងសមុទ្រកាស្ពីយែនស្ថិតនៅភាគខាងលិចមានផ្ទៃដីសរុប 491,210 គីឡូម៉ែត្រការ៉េគឺជាប្រទេសធំជាងគេទី52នៅលើពិភពលោកវាតូចជាងអេស្ប៉ាញបន្តិចនិងធំជាងកាមេរុនអាស្កាបាតគឺជារដ្ឋធានីនិងជាទីក្រុងធំជាងគេបំផុតនៅក្នុងប្រទេសនេះនៅក្នុងឆ្នាំ2022ទូមេនីស្ថានមានប្រជាជនជាង6លាននាក់ដែលជាចំនួនទាបជាងគេបំផុតក្នុងបណ្ដាសាធារណរដ្ឋទាំងអស់នៃតំបន់អាស៊ីកណ្ដាល 93% នៃប្រជាជនគឺជាអ្នកកាន់សាសនាអ៊ីស្លាមខណៈ 6% នៃប្រជាជនគឺជាអ្នកកាន់សាសនាគ្រឹះអូសូដុកនៅតំបន់ភាគខាងកើតប្រទេសទូមែនគឺជាភាសាផ្លូវការរូបិយប័ណ្ណគឺម៉ាណាបតំបន់ដែលបច្ចុប្បន្នជាប្រទេសទូមេនីស្ថានបានបម្រើជាយូរមកហើយជាផ្លូវឆ្លងកាត់របស់ប្រជាជាតិនិងវប្បធម៌ដទៃទៀតទីក្រុងមើហ្វត្រូវបានស្គាល់ផងដែរថា Merv Oasis គឺជាទីក្រុងចាស់ជាងគេមួយនៅអាស៊ីកណ្ដាលដែលស្ថិតនៅក្នុងប្រទេសទូមេនីស្ថានវាធ្លាប់ជាទីក្រុងធំជាងគេបំផុតនៅលើពិភពលោកនៅយុគមជ្ឈិមសម័យ Merv ក៏ជាទីក្រុងដ៏អស្ចារ្យបំផុតមួយនៃពិភពអ៊ីស្លាមនិងជាកន្លែងឈប់សម្រាកដ៏សំខាន់នៅលើផ្លូវសូត្រនៅក្នុងឆ្នាំ1952ទូមេនីស្ថានបានក្លាយជាសាធារណរដ្ឋធាតុផ្សំនៃសហភាពសូវៀតបន្ទាប់មកបានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀតទូមែនឬក៏ទូមែន SSR ហើយប្រទេសនេះបានក្លាយជារដ្ឋឯករាជ្យបន្ទាប់ពីការរំលាយសហភាពសូវៀតនៅក្នុងឆ្នាំ1991ជាង 80% នៃប្រទេសទូមេនីស្ថានត្រូវបានគ្របដណ្ដប់ដោយវាលខ្សាច់ការ៉ាគុំទន្លេសំខាន់រួមមានអាមូដាយ៉ាទន្លេមូហ្គាតទន្លេតេជែននិងទន្លេអេត្រេកដៃទន្លេអេត្រេករួមមានទន្លេស៊ុំបានិងទន្លេចាន់ឌៀភ្នំអារីបាបាមានកម្ពស់ 3138 ម៉ែត្រគឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសទូមេនីស្ថានវាមានទីតាំងនៅជួរភ្នំកុយតេនដាក់នៅភាគអាគ្នេយ៍នៃប្រទេសទូមេនីស្ថានស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេសអូបេគីស្ថានទូមេនីស្ថានមានព្រំប្រទល់ជាប់នឹងសមុទ្រកាស្ពីយែនប្រវែង 1748 គីឡូម៉ែត្រសមុទ្រកាស្ពីយែនគឺជាសមុទ្របិទជិតដែលហ៊ុំព័ទ្ធដោយដីគោកទោះជាយ៉ាងណាវាក៏មានប្រឡាយ Volga Don អនុញ្ញាតឲ្យនាវាអាចដឹកជញ្ជូនទំនិញចេញចូលទៅកាន់សមុទ្រខ្មៅនិងចេញទៅកាន់សមុទ្រមេឌីទែរ៉ាណេធ្លាយទៅកាន់មហាសមុទ្រអាត្លង់ទិកប្រទេសទូមេនីស្ថានត្រូវបានបែងចែកទៅជាខេត្តចំនួន5ឬហៅថា Vilayatla និងរដ្ឋធានីចំនួន1ខេត្តត្រូវបានបែងចែកទៅជាស្រុកឬក៏ក្រុងទីក្រុងសំខាន់ៗនៅក្នុងប្រទេសទូមេនីស្ថានរួមមានទីក្រុងអាស្កាបាតទីក្រុងទូមែនបាស៊ីទីក្រុងបាល់កាណាបាតទីក្រុងដាសូហ្គូសទីក្រុងទូមេណាបាតនិងទីក្រុងម៉ារីបច្ចុប្បន្នទូមេនីស្ថានគឺជារដ្ឋសង្កេតការណ៍មួយនៅក្នុងអង្គការរដ្ឋទូគីសហគមន៍ទូគីនិងជាសមាជិកនៃអង្គការសហប្រជាជាតិវាក៏ជាប្រទេសអព្យាក្រឹតអចិន្ត្រៃយ៍តែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅអាស៊ីប្រទេសនេះត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សបញ្ហាគួរឲ្យកត់សម្គាល់គឺការប្រព្រឹត្តទៅចំពោះជនជាតិភាគតិចសេរីភាពសារព័ត៌មាននិងសេរីភាពសាសនាបន្ទាប់ពីទទួលបានឯករាជ្យពីសហភាពសូវៀតនៅក្នុងឆ្នាំ1991រដ្ឋអធិបតេយ្យភាពរបស់ទូមេនីស្ថានត្រូវបានគ្រប់គ្រងដោយរបបផ្ដាច់ការគៀបសង្កត់ចំនួន3វាត្រូវបានគ្រប់គ្រងដោយប្រធានាធិបតីមួយជីវិតគឺលោកសាបាមូរ៉ាតនីយ៉ាសូវរហូតដល់គាត់ស្លាប់នៅក្នុងឆ្នាំ2006លោក Gulbenguly Berdy Mohanedo បានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ2007បន្ទាប់ពីបានឈ្នះការបោះឆ្នោតមិនប្រជាធិបតេយ្យនិងបានគ្រប់គ្រងប្រទេសរហូតដល់គាត់ចុះចេញពីតំណែងនៅក្នុងឆ្នាំ2022ដើម្បីគាំទ្រកូនប្រុសរបស់គាត់គឺសឺដាដោយបានបន្តឈ្នះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំដដែលជាការបោះឆ្នោតដែលត្រូវបានពិពណ៌នាដោយអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនថាមិនសេរីនិងយុត្តិធម៌នោះឡើយការប្រើប្រាស់ទោសប្រហារជីវិតត្រូវបានផ្អាកនៅក្នុងខែមករាឆ្នាំ1999មុនពេលត្រូវបានលុបចោលជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ2008ទូមេនីស្ថានមានទុនបម្រុងឧស្ម័នធម្មជាតិធំជាងគេទី5នៅលើពិភពលោកចាប់ពីឆ្នាំ1993មកប្រជាពលរដ្ឋទទួលបានអគ្គិសនីទឹកនិងឧស្ម័នធម្មជាតិដែលផ្ដល់ដោយរដ្ឋាភិបាលដោយឥតគិតថ្លៃយោងតាមក្រឹត្យរបស់ក្រមប្រឹក្សាប្រជាជនចុះថ្ងៃទី14ខែសីហាឆ្នាំ2003អគ្គិសនីឧស្ម័នធម្មជាតិទឹកនិងអំបិលនឹងត្រូវបានឧបត្ថម្ភធនដល់ប្រជាជនរហូតដល់ឆ្នាំ2030ក្រោមបទបញ្ញត្តិអនុវត្ត
ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិប្រើប្រាស់អគ្គិសនី35គីឡូវ៉ាត់ម៉ោងនិងឧស្ម័នធម្មជាតិ50ម៉ែត្រគូបក្នុងមួយខែរដ្ឋក៏បានផ្ដល់ទឹក250លីត្រឬក៏66កាឡុងក្នុងមួយថ្ងៃទោះបីជាយ៉ាងណាក៏ដោយគិតត្រឹមថ្ងៃទី1ខែមករាឆ្នាំ2019ការឧបត្ថម្ភធនបែបនេះទាំងអស់ត្រូវបានលុបចោលហើយការទូទាត់សម្រាប់ឧបករណ៍ប្រើប្រាស់ត្រូវបានអនុវត្តគិតត្រឹមខែឧសភាឆ្នាំ2011 វាលឧស្ម័ន Galkinis ត្រូវបានគេប៉ាន់ប្រមាណថាមានបរិមាណឧស្ម័នធំជាងគេទី2នៅលើពិភពលោកបន្ទាប់ពីវាលឧស្ម័ន South Pass នៅឈូងសមុទ្រពេជ្រទុនបំរុងនៅវាលឧស្ម័ន Galkinis ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល 21.2000 លានម៉ែត្រគូបក្រុមហ៊ុនឧស្ម័នធម្មជាតិទូមេនីស្ថានគឺជាអ្នកគ្រប់គ្រងការទាញយកឧស្ម័ននៅក្នុងប្រទេសផលិតកម្មហ្គាសគឺជាវិស័យដែលមានសក្តានុពលនិងជោគជ័យបំផុតនៅក្នុងសេដ្ឋកិច្ចជាតិធនធានប្រេងមាននៅភាគខាងលិចនៃប្រទេសទូមេនីស្ថានដែលត្រូវបានគេរកឃើញនៅដើមសតវត្សទី18អ្នកតាំងទីលំនៅជនជាតិទូមែននៅក្នុងសតវត្សទី19បានទាញយកប្រេងនៅផ្ទៃខាងលើហើយបានដឹកជញ្ជូនទៅកាន់អាស្ត្រាខានដោយកប៉ាល់និងដឹកទៅកាន់ប្រទេសអ៊ីរ៉ង់ដោយរទេះអូតការខូងយកប្រេងជាលក្ខណៈពាណិជ្ជកម្មបានចាប់ផ្ដើមនៅទសវត្សរ៍ឆ្នាំ1890ឧស្សាហកម្មទាញយកប្រេងបានរីកចម្រើនយ៉ាងខ្លាំងនៅវាលជេលេកេននៅក្នុងឆ្នាំ1909និងនៅបាល់កាណាបាតនៅក្នុងទសវត្សរ៍ឆ្នាំ1930ផលិតកម្មបានឈានទៅមុខដោយមានការរកឃើញប្រេងនៅវាលហ្គាំដានៅក្នុងឆ្នាំ1948និងវាលហ្គោឌូដេប៉េនៅក្នុងឆ្នាំ1959នៅឆ្នាំ1940ផលិតកម្មបានឈានដល់2លានតោនក្នុងមួយឆ្នាំហើយនៅក្នុងឆ្នាំ1960បានជាង4លានតោននិងនៅក្នុងឆ្នាំ1970ជាង14លានតោនផលិតកម្មប្រេងនៅក្នុងឆ្នាំ2019មានចំនួន 9.8 លានតោននៅតំបន់ទំនាបភាគខាងលិចនេះក៏មានឧស្ម័នធម្មជាតិជាច្រើនផងដែរក៏នៅមានប្រេងដែលត្រូវបានគេផលិតចេញពីអណ្ដូងនៅក្នុងសមុទ្រកាស្ពីយទៀតផងប្រេងភាគច្រើនត្រូវបានទាញយកដោយក្រុមហ៊ុនរដ្ឋទូមេនីស្ថានប្រេងភាគច្រើនដែលផលិតនៅក្នុងប្រទេសទូមេនីស្ថានត្រូវបានចម្រាញ់នៅក្នុងរោងចក្រចម្រាញ់ប្រេងទូមេនបាស៊ីនិងសៃឌីប្រេងខ្លះត្រូវបាននាំចេញដោយកប៉ាល់ដឹកប្រេងឆ្លងកាត់សមុទ្រកាស្ពីយដែលធ្វើដំណើរទៅកាន់អឺរ៉ុបតាមរយៈទីក្រុងបាគូនិងម៉ាកាកាឡាក្រុមហ៊ុនបរទេសពាក់ព័ន្ធក្នុងការទាញយកប្រេងពីសមុទ្ររួមមាន ENI SPA នៃប្រទេសអ៊ីតាលីក្រុមហ៊ុនប្រេង Dragon របស់អារ៉ាប់រួមនិងក្រុមហ៊ុន Petronas របស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី21ខែមករាឆ្នាំ2021រដ្ឋាភិបាលនៃប្រទេសអាស៊ែបៃសង់និងទូមេនីស្ថានបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍរួមគ្នានៅអណ្ដូងប្រេងនៅក្នុងសមុទ្រកាស្ពីយដែលជាប់ព្រំដែននៃប្រទេសទាំងពីររោងចក្រថាមពលអគ្គិសនីដំបូងបង្អស់នៅក្នុងប្រទេសទូមេនីស្ថានត្រូវបានសាងសង់នៅក្នុងឆ្នាំ1909ហើយបានដំណើរការពេញលេញនៅក្នុងឆ្នាំ1913គិតត្រឹមឆ្នាំ2019វានៅតែដំណើរការនៅឡើយទូមេនីស្ថានគឺជាអ្នកនាំចេញថាមពលអគ្គិសនីសុទ្ធទៅកាន់សាធារណរដ្ឋអាស៊ីកណ្ដាលនិងប្រទេសជិតខាងភាគខាងត្បូងក្នុងឆ្នាំ2019ការផលិតថាមពលអគ្គិសនីសរុបនៅក្នុងប្រទេសទូមេនីស្ថានត្រូវបានគេរាយការណ៍ថាមានចំនួន 22,521.6 លានគីឡូវ៉ាត់ម៉ោងចំពោះវិស័យកសិកម្មបន្ទាប់ពីទទួលបានឯករាជ្យនៅក្នុងឆ្នាំ1991សមូហភាពនៃសម័យសូវៀតនិងកសិដ្ឋានរបស់រដ្ឋត្រូវបានប្តូរទៅជាសមាគមកសិករស្ទើរតែគ្រប់ដំណាំស្រែចម្ការទាំងអស់ត្រូវបានស្រោចស្រពដោយអាកាសធាតុស្ងួតដំណាំកំពូលនៅក្នុងលក្ខខណ្ឌនៃអាកាសធាតុនិងសន្តានដីគឺស្រូវសាលីបន្ទាប់មកគឺកប្បាសទូមេនីស្ថានគឺជាអ្នកផលិតកប្បាសធំជាងគេទី10នៅក្នុងពិភពលោកក្នុងឆ្នាំ2020ប្រទេសទូមេនីស្ថានត្រូវបានគេរាយការណ៍ថាបានផលិតកប្បាសប្រហែលជា 1.5 លានតោននៃកប្បាសឆៅនៅក្នុងឆ្នាំ2012ត្រាក់ទ័រប្រហែលជា 7000 គ្រឿងអ្នកដាំដុះកប្បាស 5000 នាក់ម៉ាស៊ីនសាបព្រោះចំនួន 2200និងគ្រឿងចាក់ផ្សេងទៀតដែលភាគច្រើនទិញពីប្រទេសបេឡារុសនិងសហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់មុនពេលដាក់បំរាមលើការនាំចេញកប្បាសឆៅនៅក្នុងខែតុលាឆ្នាំ2018ប្រទេសទូមេនីស្ថានបាននាំចេញកប្បាសឆៅទៅកាន់ប្រទេសរុស្ស៊ីអ៊ីរ៉ង់កូរ៉េខាងត្បូងចក្រភពអង់គ្លេសចិនឥណ្ឌូនេស៊ីទូគីអ៊ុយក្រែនសិង្ហបុរីនិងរដ្ឋបាល់ទិកចាប់តាំងពីឆ្នាំ2019មករដ្ឋាភិបាលប្រទេសទូមេនីស្ថានបានផ្លាស់ប្ដូរពីការនាំចេញកប្បាសឆៅដោយផ្ដោតទៅលើការនាំចេញអំបោះកប្បាសនិងវិជ្ជាភ័ណ្ឌរួមទាំងសម្លៀកបំពាក់ដែលជាផលិតផលសម្រេចចំពោះវិស័យទេសចរទូមេនីស្ថានបានរាយការណ៍អំពីការមកដល់នៃភ្ញៀវទេសចរបរទេសចំនួន 14,438 នាក់នៅក្នុងឆ្នាំ2019ទេសចរអន្តរជាតិនៅក្នុងប្រទេសទូមេនីស្ថានមិនរីកចម្រើនខ្លាំងនោះទេទោះបីជាមានការបង្កើតតំបន់ទេសចរអាវ៉ាសានៅលើសមុទ្រកាស្ពីយក៏ដោយអ្នកធ្វើដំណើរគ្រប់រូបត្រូវតែទទួលបានទិដ្ឋាការមុនពេលចូលទៅក្នុងប្រទេសទូមេនីស្ថានដើម្បីទទួលបានទិដ្ឋាការទេសចរប្រជាពលរដ្ឋនៃប្រទេសភាគច្រើនត្រូវការការគាំទ្រទិដ្ឋាការពីភ្នាក់ងារទេសចរក្នុងស្រុក
គោលដៅទេសចរនៅក្នុងប្រទេសនេះគឺមានច្រើនកន្លែងណាស់នៅខែមករាឆ្នាំ2022ប្រធានាធិបតីនៃប្រទេសទូមេនីស្ថានបានបញ្ជាឲ្យរកវិធីពន្លត់ភ្លើងឆេះនៅរណ្ដៅអ៊ូស្មានដាវ៉ាសាដែលត្រូវបានគេស្គាល់ក្រៅផ្លូវការថាជាច្រកទ្វារទៅកាន់ឋាននរកនិងជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមបំផុតនៅក្នុងប្រទេសទូមេនីស្ថានមនុស្សជាច្រើនជឿថារណ្ដៅភ្លើងនេះបានបង្កើតឡើងនៅពេលដែលប្រតិបត្តិការឃុំយករ៉ែរបស់សូវៀតបានប្រព្រឹត្តខុសនៅក្នុងឆ្នាំ1971ប៉ុន្តែអ្នករុករកជនជាតិកាណាដាលោកចកូរ៉ូនីសបានពិនិត្យវានៅក្នុងឆ្នាំ2013ហើយបានរកឃើញថាគ្មាននរណាម្នាក់ដឹងទេថាវាចាប់ផ្ដើមឆេះដោយរបៀបណានោះឡើយប្រិយមិត្តអ្នកទស្សនាជាទីមេត្រីខ្ញុំបាទសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះនៅមានរឿងរ៉ាវជាច្រើនទៀតដែលលោកអ្នកគួរតែស្វែងយល់អំពីប្រទេសទូមេនីស្ថានខ្ញុំបាទក៏សូមខន្តីអធិស្ឋានបើសិនជាមានការខុសឆ្គងដោយអចេតនារងចាំទស្សនាវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ